ហើយសូមបញ្ជាក់ជូនថាកម្ពុជាមានឆន្ទៈតាំងពីអាណត្តិមុនមកជាពិសេសនៅក្នុងឆ្នាំ2019សម្ដេចតេជោហ៊ុនសែនដែលជាអតីតនាយករដ្ឋមន្ត្រីពេលនោះលោកបានចុះហត្ថលេខាបិទអនឡាញខុសច្បាប់ទាំងអស់ហើយសម្ដេចកលាហោមសខេងអតីតឧបនាយករដ្ឋមន្ត្រីនៅពេលនោះគឺបានស្នើគោលការណ៍បង្កើតគណៈកម្មការចំពោះកិច្ចមួយក្នុងសមាជិកក្រសួងមហាផ្ទៃដើម្បីស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាកំណត់គោលដៅនិងវាយបំបែកក្រុមឆបោកតាមប្រព័ន្ធអនឡាញរហូតមកដល់អាណត្តិទី7នេះគឺគណៈកម្មការចំពោះកិច្ចរបស់ក្រសួងមហាផ្ទៃគឺវិវត្តប្រែនៃកែសម្រួលបាទសមាជិកភាពនិងពង្រឹងបន្ថែមទៀតស៊ើបអង្កេតស្រាវជ្រាវរហូតទៅដល់ការវាយបំបែកជាបន្តបន្ទាប់រហូតមកដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតីជានាយករដ្ឋមន្ត្រីលោកសម្រាប់បង្កើតគណៈកម្មការចំពោះកិច្ចមួយទៀតក្នុងក្របខ័ណ្ឌគណៈកម្ពុជាតែម្ដងគឺលោកជាប្រធានអញ្ចឹងជាសរុបមកវិញទី1យន្តការរាជរដ្ឋាភិបាលបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញទី2យន្តការគណៈកម្មការចំពោះកិច្ចរបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិបាទទី3គឺយន្តការរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានរដ្ឋបាលនៃដែនដីថ្នាក់រាជធានីខេត្តក្រុងស្រុកខណ្ឌបាទរហូតទៅដល់រដ្ឋបាលថ្នាក់ក្រោមបំផុតបាទដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះប៉ុន្តែឥឡូវនេះគឺរាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការស្នូលគឺយើងលែងប្រើពាក្យថាបង្ក្រាបគឺយើងប្រើពាក្យថាបោសសម្អាតយកតែម្ដងដោយសារតែការបង្ក្រាបពីមុនមកគឺវាបានលទ្ធផលជាបន្តបន្ទាប់ហើយមកដល់ដំណាក់កាលចុងក្រោយនេះគឺជាដំណាក់កាលផ្ដាច់ដង្ហើមក្រុមឆបោកតាមប្រព័ន្ធអនឡាញដែលលោភលួចលាក់បន្លំបំភាន់បាទនៅក្រោមស្លាកនេះក្រោមស្លាកនោះជាដើមនេះឲ្យវាដាច់ខ្យល់តែម្ដងបាទហើយរាជរដ្ឋាភិបាលពលគឺសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងក្រសួងមហាផ្ទៃគឺបានដាក់បន្ទាត់ក្រហមហើយគឺបោសសម្អាតឲ្យអស់ពីលទ្ធភាពនិងឲ្យស្អាតត្រឹមកំឡុងខែមេសាឆ្នាំ2026បើសិនជាតាមបណ្ដារាជធានីខេត្តណាដែលត្រូវរកឃើញថានៅមានសេសសល់ឬមានការពាក់ព័ន្ធឬពង្រឿយកតោយនៅក្នុងការអនុវត្តទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលទទួលខុសត្រូវចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីទទួលខុសត្រូវចំពោះមុខតំណែងរបស់ខ្លួនដែលកំពុងកាន់កាប់ហើយដែលមានសមត្ថកិច្ចនៅក្នុងការបោសសម្អាតនេះចុងក្រោយគឺទទួលខុសត្រូវចំពោះមុខច្បាប់តែម្ដងបាទនេះគឺជាប្រតិបត្តិការបោសសម្អាតដែលខ្ញុំកណាខ្ញុំហៅផ្ទាល់ខ្លួនថាជាប្រតិបត្តិការ XXL តែម្ដងបាទដែលរាជរដ្ឋាភិបាលលោកបានដាក់ចេញនូវគោលនយោបាយនេះដើម្បីផ្ដាច់ដង្ហើមចុងក្រោយរបស់ក្រុមឆបោកតាមប្រព័ន្ធអនឡាញដែលមានសេណារីយ៉ូពីក្រៅប្រទេសហើយដែលធ្វើឲ្យប៉ះពាល់ដល់ទាំងប្រជាពលរដ្ឋខ្មែរយើងបាទទាំងប្រជាជាតិនៅលើពិភពលោកជាពិសេសធ្វើឲ្យគេយល់ច្រឡំថាកម្ពុជាគឺមានភាពមិនស្អាតស្អំបាទគេទម្លាក់កំហុសគេលាបពណ៌មកលើយើងជាដើមនោះប៉ុន្តែផ្ទុយទៅវិញយើងគឺជាប្រទេសរងគ្រោះដែលបណ្ដាប្រទេសផ្សេងមួយចំនួននោះទេដែលគឺជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញធំជាងគេនៅអាស៊ីនិងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋជនទៅបណ្ដាប្រទេសផ្សេងទៀតបាទអញ្ចឹងហើយកម្ពុជាយើងគឺជាប្រទេសមួយដែលកំពុងតែរត់ប្រណាំងនឹងបច្ចេកវិទ្យា Digital ជាមួយនឹងបណ្ដាប្រទេសដែលរីកចម្រើនលូតលាស់ជាច្រើនឆ្នាំមកហើយនោះបាទអញ្ចឹងទាញត្រឡប់មកវិញអាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះវាកើតចេញពីបណ្ដាប្រទេសដែលពោពេញទៅដោយការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាឬក៏ Computer Science បាទវិទ្យាសាស្ត្រកុំព្យូទ័រនោះឯងបាទវាចេញពីប្រភពទាំងអស់នោះមកបានជន់ល្មើសចាប់ផ្ដើមរៀលទៅបណ្ដាប្រទេសផ្សេងដែលទុនខ្សោយឬមិនទាន់បានយល់អំពីបទល្មើសហ្នឹងឬមិនទាន់មានការរីកចម្រើនផ្នែកបច្ចេកវិទ្យាហ្នឹងពីព្រោះបណ្ដាប្រទេសផ្សេងដទៃទៀតដែលរីកចម្រើននោះគេដឹងហើយគេប្រក្រាបកាលណាប្រក្រាបដូចយើងច្បាច់ម្សៅនៅក្នុងបាតដៃដូចខ្ញុំកណាខ្ញុំធ្វើអញ្ចឹងវានឹងហៀតាមច្រវាប់ម្រាមដៃនីមួយមកបានន័យថាជនល្មើសនឹងប្រជ្រៀតទៅរកប្រទេសណាដែលមិនទាន់យល់អំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហ្នឹង
ដែលមិនទាន់រីកចម្រើនផ្នែកបច្ចេកវិទ្យាហ្នឹងបាទអញ្ចឹងហើយកម្ពុជាយើងគឺជាប្រទេសមួយដែលណែកំពុងតែរត់ប៉ុណ្ណឹងនឹងបច្ចេកវិទ្យា Digital ជាមួយនឹងបណ្ដាប្រទេសដែលរីកចម្រើនលូតលាស់ជាច្រើនឆ្នាំមកហើយនោះបាទអានេះគឺជាការធ្វើទំនើបកម្មឬក៏ហៅថាបរិវត្តកម្ម Digital ដែលស្របទៅតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលគឺជ្រុងចុងក្រោយបំផុតបាទពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យា Digital នេះ